ទុក្ខវេទនារបស់នាងមិនបានដាស់អារម្មណ៍អាណិតអាសូរឡើយផ្ទុយទៅវិញវាបានតាក់ទាញការចំអកពីក្រុមជ្រុលនិយមសមមុខហើយដែលធ្វើខ្លួនដូចជាអណ្ដើកការសងសឹករបស់អ្នកបានមកដល់ហើយមែនទេនៅម្ខាងទៀតហ្វាងយូឈីងនិងមិត្តភ័ក្តិរបស់នាងក៏មានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលឃើញទស្សនវិជ្ជានេះប្រសិនបើពួកគេមិនរកផ្លូវផ្សេងឲ្យបានឆាប់ទេវេនរបស់ពួកគេនឹងមកដល់មិនខាននៅពេលនោះហ្វាងយូឈីងក៏នឹកឃើញផែនការមួយនាងត្រូវតែផ្សព្វផ្សាយព័ត៌មានថាសេងអ៊ីម្នាក់នោះបានស្តុកទុកស្បៀងអាហារយ៉ាងច្រើនហើយបន្ទាប់មកបបួលអ្នកគ្រប់គ្នាឲ្យទៅដណ្ដើមយកផ្ទះរបស់គេដូច្នេះខ្ញុំត្រូវបានគេបញ្ចូលទៅក្នុងក្រុមឆាតជួយគ្នាទៅវិញទៅមកយ៉ាងលឿនខ្ញុំបានឃើញ Fang Yuqing mention ឈ្មោះខ្ញុំក្នុងក្រុមរួចនិយាយថាសេងអ៊ីឥឡូវនេះវាគ្រោះថ្នាក់ណាស់សម្រាប់អ្នកគ្រប់គ្នាក្នុងការរស់នៅដាច់ដោយឡែកពីគ្នាទ្វារផ្ទះរបស់អ្នកមមណាស់យើងខ្វះមូលដ្ឋានដែលមានសុវត្ថិភាពខ្ញុំសង្ឃឹមថាអ្នកអាចចូលរួមជាមួយក្រុមរបស់យើងហើយឥឡូវនេះអ្នកគ្រប់គ្នាត្រូវតែរួបរวมគ្នាប្រសិនបើអ្នកនៅម្នាក់ឯងអ្នកនឹងត្រូវឈិនចឹងហៅកំចាត់ចោលក្នុងពេលឆាប់ៗនេះឃើញសារនោះខ្ញុំទប់សម្ដែងមិនបានពួកគេចង់ប្រើល្បិចដដែលដោយកាលពីជាតិមុនដូច្នេះខ្ញុំបានតបវិញយ៉ាងប្រងើយកន្តើយថាខ្ញុំមិនអីទេខ្ញុំទម្លាប់រស់នៅម្នាក់ឯងក្នុងផ្ទះបាក់បែកតូចមួយទំហំ150ម៉ែត្រការ៉េដែលមានទាំងម៉ាស៊ីនកម្ដៅនិងអគ្គិសនីប្រើប្រាស់ទៅហើយឃើញបែបនេះក្រុមឆាតស្រាប់តែផ្ទុះការជជែកដេញដោលភ្លាមអាសេងក៏មានចិត្តចង្អៀតចង្អល់ពេកឥឡូវនេះគ្រប់គ្នាត្រូវតែរួបរวมគ្នាហ្វាងយូឈីងក៏បាននិយាយបន្ថែមថាការជួយសង្គ្រោះជីវិតមនុស្សប្រសើរជាងការសាងសង់ប្រាសាទ7ជាន់អ្នកអាចជួយសង្គ្រោះមនុស្សបាន7នាក់ឥឡូវនេះបើអញ្ចឹងវាប្រហែលជាប្រាសាទ49ជាន់ហើយទោះជាយ៉ាងណាក៏ដោយអ្វីដែលជាការឆ្លើយតបទៅពួកគេគឺសារដែលប្រាប់ថាខ្ញុំបានចាក់ចេញពីក្រុមឆាតវាបានធ្វើឲ្យ Fang Yuqing និងអ្នកផ្សេងទៀតស្រឡាំងកាំងនៅនឹងកន្លែងតើពេលណាទៅទើបអ្នកដែលធ្លាប់តែអែបអបម្នាក់នេះប្រែមកជាមនុស្សមានឫកពាជាក់បែបនេះមិនយូរប៉ុន្មានពួកគេក៏ចាប់ផ្ដើមពិភាក្សាអំពីរបៀបវាយលុកបន្ទប់របស់ខ្ញុំបរិះពាក់វ៉ែនតាបានស្នើថាដរាបណាគ្រប់គ្នាការពារខ្លួនបានល្អរួចវាយទម្លាយទ្វារដោយផ្ទាល់ពួកគេប្រកាសជាអាចកំចាត់ម្នាក់នោះបានក្នុងពេលតែមួយបរិះសក់ថ្នោតនៅក្បែរនោះបានយល់ស្របហើយនិយាយថាខ្ញុំធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុនផលិតសោខ្ញុំអាចចាក់សោគ្រប់ប្រភេទនៅលើទីផ្សារដូច្នេះពួកគេទាំងអស់គ្នាក៏យល់ព្រមហើយមកដល់មាត់ទ្វារផ្ទះរបស់ខ្ញុំដើម្បីចាប់ផ្ដើមឆ្កឹះសោពួកគេថែមទាំងរៀបចំឆ័ត្រមួយចំនួនដើម្បីការពារទឹកត្រជាក់ទៀតផងជាលទ្ធផលបរិះសក់ថ្នោតបានឆ្កឹះអស់កន្លះថ្ងៃប៉ុន្តែរកឃើញថាគាត់មិនអាចធ្វើឲ្យសោរបស់ខ្ញុំកម្រើកបានសូម្បីតែបន្តិចខ្ញុំដែលស្ថិតនៅមុខកាមេរ៉ាសុវត្ថិភាពបានលួចសោចំអកក្នុងចិត្តទ្វារសុវត្ថិភាពដែលពង្រឹងកម្លាំង5ស្រទាប់របស់ខ្ញុំនេះគឺមានកម្រិតការពារខ្ពស់ស្មើនឹងទ្វារឃ្លាំងប្រាក់របស់ធនាគារហើយអ្នកដែលជាអ្នកចាក់សោធម្មតាម្នាក់ចង់ឆ្កឹះវាឲ្យរបើកមែនទេបន្ទាប់មកខ្ញុំបានបើកមុខងារការពារដោយអគ្គិសនីតង់ស្យុងខ្ពស់បរិះសក់ថ្នោតត្រូវបានឆក់រហូតដល់មុខឡើងខ្មៅក្រញីងជួយខ្ញុំផងទោះជាយ៉ាងណាក៏ដោយបរិះសក់ថ្នោតក៏បានដួលទៅលើដីក្នុងភ្លាមបន្ទាប់មកខ្លួនប្រាណរបស់គេចាប់ផ្ដើមមានផ្សែងខ្មៅហុយចេញមកទស្សនវិជ្ជានេះបានធ្វើឲ្យ Fang Yuqing ដែលឈរនៅក្បែរនោះស្រឡាំងកាំងចរន្តអគ្គិសនីតង់ស្យុងខ្ពស់បានធ្វើឲ្យដៃរបស់បរិះសក់ថ្នោតនៅជាប់នឹងទ្វារដោយបានឃើញរឿងនេះខ្ញុំមិនមានអារម្មណ៍ខុសអ្វីឡើយនៅពេលនោះបរិះពាក់វ៉ែនតាបានចង្អុលទៅទ្វារហើយជេរខ្លាំងៗថាសេងអ៊ីអាដេរេឆានចេញមកពួកយើងមកដើម្បីចរចាជាមួយឯងប៉ុន្តែឯងបែរជាសម្លាប់មនុស្សឥឡូវនេះលីវថាវស្លាប់ដោយសារឯងតើឯងមិនគិតថាគួរតែផ្ដល់ការពន្យល់ដល់ពួកយើងទេឬបែបនេះខ្ញុំក៏សើចពួកឯងមកឆ្កឹះទ្វារផ្ទះខ្ញុំគិតថាគ្មានចាំបាច់ត្រូវពន្យល់ពីបំណងរបស់ខ្ញុំទេខ្ញុំនិយាយទាំងគ្រក់វីក្បាលបន្ទាប់មកខ្ញុំបានដាក់ព្រួញចូលទៅក្នុងស្នារបស់ខ្ញុំតើវាមិនល្អទេឬបើនៅមានជីវិតវិនាទីបន្ទាប់ព្រួញមួយគ្រាប់បានហោះចេញពីបង្អួចតូចមួយនៅមាត់ទ្វាររត់ទៅចំស្មាក្រោយខាងឆ្វេងរបស់បុរសពាក់វ៉ែនតាឃើញបែបនេះចៅផឹងក៏ប្រញាប់ជួយគ្រាបុរសពាក់វ៉ែនតាក្រោកឡើងពួកគេមិននឹកស្មានថាខ្ញុំមានចិត្តសាហាវខូខើបែបនេះឡើយហាក់ដូចជាខ្ញុំចង់យកជីវិតពួកគេតាំងពីដំបូងមកម្ល៉េះខណៈពេលដែលពួកគេទើបតែដើរបាន 2-3 ជំហានព្រួញពីរបន្ថែមទៀតបានហោះចេញពីបង្អួចតូចរត់ទៅចំចៅផឹងនិងអ្នកជិតខាងម្នាក់ទៀតឃើញបែបនេះ Fang Yuqing និងស្ត្រី2នាក់ទៀតក៏ចាប់ផ្ដើមរត់គេចខ្លួនដោយខ្លាចថាពួកគេនឹងក្លាយជាអ្នកបន្ទាប់ដែលត្រូវគ្រាប់ព្រួញនៅពេលដែលពួកគេត្រឡប់ទៅកន្លែងស្នាក់នៅវិញបុរសទាំង3នាក់ដែលត្រូវគ្រាប់ព្រួញបានដេកនៅលើដីស្រែកធ្ងោដោយការឈឺចាប់ប្រសិនបើមិនបានព្យាបាលឲ្យទាន់ពេលវេលាក្នុងអាកាសធាតុត្រជាក់ខ្លាំងបែបនេះទេមុខរបួសនឹងក្លាយទៅជាដំបៅស្អុយរលួយជាងនេះទៅទៀតព្រួញទាំងនោះសុទ្ធតែច្រេះប្រសិនបើគ្មានថ្នាំផ្សះឬថ្នាំដតៃទៀតទេ
ពួកគេមានតែរងចាំសេចក្តីស្លាប់មកដល់បន្តិចម្ដងបន្ទាន់នេះប៉ុណ្ណេះគិតដល់ចំណុចនេះបុរសពាក់វ៉ែនតាមានការស្ដាយក្រោយយ៉ាងខ្លាំងចំពោះទង្វើរបស់ខ្លួននៅពេលនោះបងប្អូនជីដូនមួយរបស់ជើផឹងគឺវ៉ាងមីនបានដើរទៅរកហ្វាងយូឈីងហើយទះកំភ្លៀងនាងមួយទំហឹងវាជាកំហុសរបស់នាងទាំងអស់ស្រីចង្រៃក្រែងនាងនិយាយថាមានតែទ្វាររបស់សេងអ៊ីទេដែលរឹងមាំចុះហេតុអីបានជាមានស្នាចឹងតើបាននាងឈរនៅឆ្ងាយយ៉ាងនេះមិញនេះតើនាងដឹងរឿងនេះតាំងពីដំបូងមែនទេហ្វាងយូឈីងមើលទៅហាក់ដូចជាខូចចិត្តយ៉ាងខ្លាំងទេខ្ញុំមិនបានដឹងទេកាលពីយើងទៅទីនោះលើកមុនគេមិនបានប្រើស្នាទេនៅពេលនោះជើផឹងក៏ប្រញាប់ឈានជើងទៅមុខហើយការពារហ្វាងយូឈីងនៅពីក្រោយខ្នងរបស់គេបងកុំអីវាមិនមែនជាកំហុសរបស់ហ្វាងយូឈីងទេខ្ញុំអាចធានាឲ្យនាងបានឃើញបងប្អូនជីដូនមួយរបស់ខ្លួនប្រែពីអ្នកដែលធ្លាប់តែអែបអបទៅជាស្ដេចអែបអបបែបនេះវ៉ាងមីនមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងនាងមិនបានដឹងទេថាអ្នកដែលរត់លឿនបំផុតមិញនេះគឺជារូបនាងផ្ទាល់ឡើយឥឡូវនេះអ្វីដែលពួកគេអាចធ្វើបានគឺតាក់ទងទៅវេជ្ជបណ្ឌិតជើនិងសហគមន៍ដើម្បីសុំជំនួយបន្តិចក្រោយមកជើខៀក៏បានមកដល់ផ្ទះរបស់វ៉ាងមីនដើម្បីពិនិត្យរបួសរបស់អ្នកដែលរងរបួសទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីឃើញរបួសនាងមើលទៅហាក់ដូចជាមានការភ្ញាក់ផ្អើលនេះគឺដូចគ្នាទៅនឹងរបួសដែលខ្ញុំបានព្យាបាលកាលពីមួយរយៈមុនវាជារបួសដោយសារព្រួយដែរបន្ទាប់មកជើខៀបាននិយាយថារបួសគឺជ្រៅពេកប្រសិនបើគ្មានឧបករណ៍ជំនាញទេភាគរយជោគជ័យនៃការវះកាត់គឺតិចជាង 20% លើសពីនេះព្រួយដែកនោះសុទ្ធតែច្រេះពេញទាំងអស់ប្រសិនបើគ្មានថ្នាំផ្សះឬថ្នាំស្រដៀងគ្នាសម្រាប់ព្យាបាលទេពួកគេមានតែរងចាំថ្ងៃស្លាប់ប៉ុណ្ណោះឮបែបនេះវ៉ាងមីនក៏ស្រក់ទឹកភ្នែកភ្លាមគាត់និងជើផឹងបានធំដឹងក្តីមកជាមួយគ្នាហើយទំនាក់ទំនងរបស់ពួកគេគឺជ្រាលជ្រៅណាស់បន្ទាប់មកគាត់ក៏អង្វរក្មួយស្រីរបស់នាងគឺវិជ្ជបណ្ឌិតជើថាឯងត្រូវតែរកវិធីសង្គ្រោះបងប្អូនជីដូនមួយរបស់ខ្ញុំឲ្យបានជើខៀបានគ្រវីក្បាលហើយនិយាយថាប្រសិនបើយើងដកព្រួញចេញដោយគ្មានថ្នាំសម្លាប់មេរោគលទ្ធផលនឹងកាន់តែអាក្រក់ទៅខ្ញុំសង្ឃឹមថាឯងយល់នៅពេលនោះហ្វាងយូឈីងក៏បានឈានជើងមកមុខខ្ញុំចាំបានថាកាលពី1ខែមុនមានគេដឹកជញ្ជូនថ្នាំមួយចំនួនធំទៅផ្ទះរបស់សេងអ៊ីច្បាស់ជាមានថ្នាំផ្សះនិងថ្នាំស្រដៀងគ្នាជាច្រើននៅទីនោះហេតុអីយើងមិនសុំគេខ្លះទៅឬបែបនេះបរោះពាក់វ៉ែនតាមមើលទៅមានការរំភើបចឹងមែនបើអញ្ចឹងឯងទៅរកសេងអ៊ីទៅគេជាអ្នកធ្វើឲ្យខ្ញុំរបួសគេត្រូវតែទទួលខុសត្រូវទោះជាយ៉ាងណាក៏ដោយវ៉ាងមីននៅម្ខាងទៀតបាននិយាយថាពួកយើងស្ទើរតែត្រូវបានគេសម្លាប់ទៅហើយមិញនេះតើគេអាចផ្ដល់ថ្នាំឲ្យយើងដើម្បីសង្គ្រោះជីវិតយើងយ៉ាងដូចម្តេចទៅឬបែបនេះហ្វាងយូឈីងមើលទៅហាក់ដូចជាមិនខ្វល់ខ្វាយឡើយពួកយើងគ្រាន់តែចង់ដណ្ដើមយកផ្ទះរបស់គេប៉ុណ្ណោះយើងមិនបានធ្វើបាបគេទេក្រៅពីនេះពួកយើងជាអ្នកដែលរងរបួសយើងជាអ្នកដែលត្រឹមត្រូវក្នុងរឿងនេះឬបែបនេះជើខៀនិយាយមិនចេញឡើយពួកអ្នកសមតែត្រូវគេបាញ់ហើយរុំពេចនោះវ៉ាងមីនបានចង្អុលទៅហ្វាងយូឈីងហើយនិយាយខ្លាំងៗថាអញ្ចឹងនាងគឺជាអ្នកទទួលបន្ទុកទៅសុំថ្នាំសេងអ៊ីធ្លាប់ដេញតាមញ៉ែឯងអូនគឺជាមនុស្សដែលស័ក្តិសមបំផុតសម្រាប់កិច្ចការនេះស្ដេចអែបអបជើផឹងក៏បានចូលរួមដែរថាហ្វាងយូឈីងលើកនេះមានតែពឹងលើអូនហើយខ្ញុំអាចការពារអូនបានលុះត្រាតែរបួសព្រួយរបស់ខ្ញុំជាសះស្បើយឬបែបនេះហ្វាងយូឈីងគ្មានជំរឿអ្វីក្រៅពីយល់ព្រមឡើយទោះជាយ៉ាងណាក៏ដោយនៅពេលគិតពីអាកប្បកិរិយារបស់ខ្ញុំនាងមិនមានទំនុកចិត្តទាល់តែសោះផែនការតែមួយគត់នៅពេលនេះគឺសាកល្បងទូរស័ព្ទទៅមិនយូរប៉ុន្មាននាងបានចុចលេខទូរស័ព្ទរបស់ខ្ញុំហើយនិយាយថាលាវថាវនឹងជើផឹងចិត្តស្លាប់ហើយតើអ្នកអាចជួយពួកគេបានទេឬបែបនេះខ្ញុំក៏សើចចុះបើពួកគេស្លាប់ទៅវាយ៉ាងម៉េចគ្រប់គ្នាសុទ្ធតែត្រូវស្លាប់មិនយូរមិនឆាប់ក្រៅពីនេះនាងមិនគិតថានាងពិតជាអាចរស់រានមានជីវិតពីគ្រោះមហន្តរាយព្រិលនេះទេមែនទេទីក្រុងត្រូវបានបិទដោយព្រិលយ៉ាងក្រាស់ហើយអគារនេះបានคล้ายជាកោះដាច់ស្រយាលមួយនៅពេលដែលស្បៀងអាហារដែលមានស្រាប់អស់ទៅប្រសិនបើអ្នកមិនដាច់ពោះស្លាប់ទេអ្នកនឹងត្រូវឈិនចឹងហៅសម្លាប់មិនខានឬបែបនេះហ្វាងយូឈីងក៏យំខ្សឹកសួលសេងអ៊ីខ្ញុំដឹងថាខ្ញុំខុសហើយវាជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំបានធ្វើឲ្យខូចចិត្តលោកប៉ុន្តែឥឡូវនេះខ្ញុំដឹងខ្លួនហើយតើអ្នកអាចអត់ទោសឲ្យខ្ញុំបានទេជើផឹងនិងអ្នកផ្សេងទៀតត្រូវបានអ្នកបាញ់ប្រសិនបើពួកគេមិនទទួលបានថ្នាំទេពួកគេនឹងស្លាប់ដោយសារការឆ្លងមេរោគមិនខាននៅចំណុចនេះវ៉ាងមីនបានឆក់យកទូរស័ព្ទពីដៃហ្វាងយូសេងអ៊ីកុំមានចិត្តសាហាវពេករក្សាមនុស្សធម៌ខ្លះទៅឯងមិនដឹងទេថាថ្ងៃក្រោយឯងប្រហែលជាត្រូវការពួកយើងឬបែបនេះខ្ញុំក៏សើចទាយមើលថាហេតុអីបានជាខ្ញុំបាញ់ពួកឯងដោយប្រើព្រួញច្រេះខ្ញុំមិនដែលមានបំណងចង់ជួបឯងម្ដងទៀតឡើយហើយតើខ្ញុំដឹងបានយ៉ាងម៉េចថាឯងនឹងមិនមកធ្វើបាបខ្ញុំម្ដងទៀតឬបែបនេះវ៉ាងមីនក៏ប្រញាប់តបវិញពួកយើងធ្វើបែបនឹងបានមិនទៅពួកយើងគឺជាពលរដ្ឋល្អ
ខ្ញុំបានកាត់សម្ដីនាងពលរដ្ឋល្អមិនព្យាយាមដណ្ដើមយកផ្ទះអ្នកដទៃទេប៉ុន្តែការជួយឯងវាមិនមែនជារឿងមិនអាចទៅរួចទេដោយសារតែខ្ញុំធ្លាប់ស្រឡាញ់ Fang Yuqing អស់រយៈពេល18ឆ្នាំមកហើយខ្ញុំអាចនឹងពិចារណាឲ្យនាងមកទីនេះតែម្នាក់ឯងឮបែបនេះ Fang Yuqing ចាប់យកទូរស័ព្ទដោយក្តីរំភើបសេងអ៊ីបងសម្លាញ់អូនយល់ព្រមចាប់ពីពេលនេះតទៅ Fang Yuqing ជារបស់បងចង់ធ្វើអ្វីក៏បានដែរមិត្តល្អរបស់នាង Lin Kerming ក៏បានចូលមកក្បែរដោយក្តីរំភើបយកខ្ញុំទៅជាមួយផងប៉ុន្តែ Fang Yuqing បានទះដៃ Lin Kerming ចេញបងសេងអ៊ីចង់បានតែខ្ញុំម្នាក់គត់នាងឯងនៅទីនេះឲ្យស្ងៀមទៅគ្រាន់តែនាងនិយាយចប់វ៉ាងមីនក៏បានទះកំភ្លៀងនាងមួយទំហឹងស្រីឥតគេខ្មាស់នាងឯងបានបង្កបញ្ហាឲ្យគ្រប់គ្នាជាច្រើនហើយឥឡូវនេះនាងឯងចង់រត់គេចខ្លួនម្នាក់ឯងមែនទេកុំសង្ឃឹមស្ដេចអែបអបជើផឹងក៏មើលទៅហាក់ដូចជាមានការតក់ស្លុតជាខ្លាំង Fang Yuqing តើនាងធ្វើបែបនេះដាក់ខ្ញុំបានយ៉ាងម៉េចក្រែងនាងបាននិយាយថានាងស្អប់សេងអ៊ីបំផុតហើយចង់ធ្វើជាមនុស្សស្រីរបស់ខ្ញុំឬបែបនេះ Fang Yuqing ក៏ចាប់ផ្ដើមតបវិញភ្លាមតើវាខុសទេដែលខ្ញុំចង់ស្វែងរកជីវិតដែលប្រសើរជាងនេះប្រសិនបើខ្ញុំនៅជាមួយឯងនៅពេលដែលស្បៀងអស់ទៅយើងទាំងអស់គ្នានឹងដេកចាំថ្ងៃស្លាប់ប៉ុណ្ណោះជើផឹងតើការស្រឡាញ់នរណាម្នាក់មិនមែនមានន័យថាចង់ឲ្យគេមានជីវិតដ៏មានសុភមង្គលទេឬទោះបីជាអ្នកឲ្យស្បៀងខ្ញុំ2-3ថងក៏ដោយប៉ុន្តែសេងអ៊ីមានស្បៀងដោយផ្សារ Walmart ពេញមួយនៅក្នុងផ្ទះរបស់គេឬបែបនេះអ្នកដែលធ្លាប់តែអែបអបក៏បានដួលទៅលើដីចាញ់ក្នុងសមរភូមិស្នេហាមុនពេលវាចាប់ផ្ដើមទៅទៀតហើយ Fang Yuqing ក៏បានងាកក្រោយដើរចេញដោយមិនមើលសូម្បីតែបន្តិច Lin Kerming ក៏បានរុញនាងឲ្យដួលទៅលើដីហេតុអីបានជាឯងទទួលបានអត្ថប្រយោជន៍ទាំងអស់តែម្នាក់ឯង Wang Min ក៏បានចង្អុលទៅ Fang Yuqing ហើយជេរប្រមាថនាងឯងគិតតែពីខ្លួនឯងហើយមិនខ្វល់ពីអ្នកដទៃឡើយប្រសិនបើពួកយើងរស់នៅមិនបានល្អនាងឯងក៏មិនត្រូវរស់នៅស្រួលដែរសៀវឈីដែលកំពុងមើលការឆ្លោះប្រកែកគ្នារបស់ពួកគេបានត្រឹមតែនិយាយមិនចេញប៉ុន្តែនាងនៅតែរំលឹកដោយចិត្តល្អថារបួសទើបតែត្រូវបានព្យាបាលបណ្ដោះអាសន្នប៉ុណ្ណោះប្រសិនបើគ្មានថ្នាំទេអ្នកទាំងអស់គ្នាត្រូវត្រៀមខ្លួនឲ្យហើយទៅឬបែបនេះបរោះពាក់វ៉ែនតាក៏នឹកឃើញគំនិតមួយភ្លាមខ្ញុំមានវិធីដើម្បីកម្ចាត់សេងអ៊ីតាមរយៈវីដេអូដែលគេផ្ញើមកឲ្យយើងវាមិនពិបាកមើលទេថាផ្ទះរបស់គេមានស្បៀងអាហារពេញទាំងអស់ឥឡូវនេះយើងគ្រាន់តែប្រាប់អ្នកគ្រប់គ្នានៅក្នុងអាគារនេះអំពីដឹងរឿងនេះប្រសិនបើយើងមិនអាចកម្ចាត់គេបាននរណាម្នាក់ផ្សេងទៀតច្បាស់ជាអាចធ្វើបានបន្ទាប់មកយើងអាចទទួលបានចំណែកខ្លះពីការនៅក្បែរនោះឬបែបនេះ Fang Yuqing ក៏មានការស្លន់ស្លោកុំធ្វើបែបនេះអីតើខ្ញុំអាចរស់នៅដោយមានសុភមង្គលជាមួយបងសេងអ៊ីបានយ៉ាងម៉េចទៅបើអ្នកធ្វើបែបនេះគ្រាន់តែនាងនិយាយចប់ Wang Min បានលើកដៃទះកំភ្លៀងនាងឯងហ៊ាននិយាយបែបនេះទៀតមែនទេស្រីឥតគេខ្មាស់នៅគ្រាដ៏សំខាន់ចៅផឹងបានឈានជើងមកពីមុខ Fang Yuqing បងកុំអីស្នេហារបស់ខ្ញុំចំពោះ Fang Yuqing គឺពិតប្រាកដខ្ញុំនឹងយកឈ្នះចិត្តនាងឲ្យបានមិនយូរមិនឆាប់ Fang Yuqing នឹងលងស្រឡាញ់ខ្ញុំជាមិនខានបន្ទាប់មកគេក៏មើលទៅ Fang Yuqing ដោយទំនុកចិត្តកុំខ្លាចអីបងនៅទីនេះជាមួយអូនរឿងនេះបានធ្វើឲ្យ Wang Min ខឹងយ៉ាងខ្លាំងរហូតដល់នាងចង់ទះស្ដេចអែបអបម្នាក់នេះឲ្យស្លាប់ទោះជាយ៉ាងណាក៏ដោយនាងបានសម្រេចចិត្តផ្ដោតលើបញ្ហាបន្ទាន់មុនគេនាងបានបង្ហោះរូបភាពអាហារឆ្ងាញ់ៗមួយចំនួននៅក្នុងក្រុមអ្នកជិតខាងយ៉ាងលឿនអ្នកគ្រប់គ្នាស្ទើរតែគ្មានអ្វីហូបប៉ុន្តែសេងអ៊ីកំពុងញ៉ាំអាហារឆ្ងាញ់ៗជារៀងរាល់ថ្ងៃតើអ្នកគិតថាវាជារឿងយុត្តិធម៌ទេឃើញសារនោះឈិនចឹងហៅក៏ស្រក់ទឹកមាត់ពេញដីអាម្នាក់នេះលាក់របស់ល្អៗជាច្រើននៅក្នុងផ្ទះនេះគឺល្អណាស់ខ្ញុំអាចសងសឹកគំនុំចាស់បានហើយឬបែបនេះគ្រប់អ្នកជិតខាងក៏ផ្ទុះការជជែកគ្នាយ៉ាងខ្លាំងមនុស្សមួយចំនួនបានព្យាយាមប្រើស្ទីលសិលធម៌មកបង្ខំខ្ញុំដោយសុំឲ្យខ្ញុំចែករំលែកស្បៀងដល់អ្នករាល់គ្នាមនុស្សមួយចំនួនគ្រាន់តែចង់បានអាហារមួយពេលបានសុំឲ្យខ្ញុំធ្វើជាឪរបស់ពួកគេថែមទាំងមានអ្នកដែលសុកចិត្តប្រគល់ទ្រព្យសម្បត្តិរាប់ពាន់លានដើម្បីគ្រាន់តែបានរស់នៅក្នុងផ្ទះរបស់ខ្ញុំឃើញសារទាំងនោះខ្ញុំគ្រាន់តែសើចហេតុអីតើខ្ញុំស្និទ្ធស្នាលជាមួយពួកឯងមែនទេហេតុអីបានជាខ្ញុំត្រូវចែករំលែកស្បៀងឲ្យពួកឯងគិតដល់រឿងដែលមនុស្សទាំងនេះធ្លាប់ទម្លាយចូលផ្ទះខ្ញុំកាលពីជាតិមុនខ្ញុំក៏មានអារម្មណ៍ខឹងក្នុងចិត្តយ៉ាងខ្លាំងឥឡូវនេះដល់វេនខ្ញុំម្ដងហើយខ្ញុំគិតថាចាំមើលខ្ញុំនឹងលេងជាមួយពួកឯងយ៉ាងម៉េចលើកនេះឃើញការឆ្លើយតបរបស់ខ្ញុំស្ដេចអែបអបនិងអ្នកផ្សេងទៀតមើលទៅហាក់ដូចជាកាំងនិយាយមិនចេញតើសេងអ៊ីមិនខ្លាចថាពួកយើងនឹងរួបរวมគ្នាប្រឆាំងនឹងគេទេឬអ្នកផ្សេងទៀតឃើញចិត្តខ្មៅរបស់ខ្ញុំក៏ចាប់ផ្ដើមបន្ទោសខ្ញុំក្នុងក្រុមឆាតប្រសិនបើឯងមិនបានលួចស្តុកទុកស្បៀងទេពួកយើងក៏មិនរស់នៅបែបនេះដែរឯងត្រូវតែសងកំហុសរបស់ឯងហើយបរិច្ចាគស្បៀងដល់អ្នកគ្រប់គ្នាក្រៅពីនេះតើមានន័យអ្វីដែលរស់នៅម្នាក់ឯងនោះ
យុវជនគួរតែមានស្មារតីលះបង់មើលពួកគេឆ្លោះគ្នាទៅវិញទៅមកខ្ញុំក៏លែងចង់ខ្វល់ពីពួកគេបន្ទាប់មកក្រឡេកមើលព្រិលដែលកំពុងធ្លាក់នៅខាងក្រៅបង្អួចខ្ញុំបានរអ៊ូរទាំម្នាក់ឯងថាការនៅផ្ទះជារៀងរាល់ថ្ងៃគឺពិតជាគួរឲ្យធុញណាស់មើលទៅខ្ញុំគួរតែរកពេលខ្លះដើម្បីចេញទៅដើរលេងនៅខាងក្រៅសំណាងល្អខ្ញុំនៅមានម៉ូតូជិះលើព្រិល2-3គ្រឿងលាក់ទុកក្នុងឃ្លាំងសម្ងាត់របស់ខ្ញុំនៅពេលដែលខ្ញុំកំចាត់ក្រុមនេះរួចវាប្រហែលជាដល់ពេលដែលត្រូវមើលពិភពខាងក្រៅទៅជាយ៉ាងណាហើយគ្រាន់តែពេលនោះទូរស័ព្ទរបស់ខ្ញុំស្រាប់តែទទួលបានសារជូនដំណឹងមួយវាគឺជាការអង្វរសុំជំនួយពីវេជ្ជបណ្ឌិតជើខៀលោកសេងថ្នាំនិងស្បៀងអាហារនៅក្នុងផ្ទះរបស់ពួកយើងត្រូវបានប្រើប្រាស់អស់រលីងហើយឃើញសារនោះខ្ញុំក៏នឹកឃើញភ្លាមថារូបរាងរបស់ជើខៀយ៉ាងដូចម្ដេចនៅក្នុងជាតិមុនសេចក្តីស្លាប់របស់នាងគឺដោយសារតែនាងបានផ្ដល់អាហារចុងក្រោយរបស់នាងទៅឲ្យឆាវលីមេនិងកូនស្រីរបស់នាងទោះជាយ៉ាងណាក៏ដោយខ្ញុំមិនបានយល់ព្រមភ្លាមចំពោះការអង្វររបស់នាងឡើយទោះបីជាមានចំណាប់អារម្មណ៍ល្អចំពោះនាងពីជាតិមុនក៏ដោយប៉ុន្តែមនុស្សស្រីកាន់តែស្អាតគឺកាន់តែគ្រោះថ្នាក់ខ្ញុំមិនចង់ស្លាប់ក្រោមដៃមនុស្សស្រីទេបន្ទាប់ពីទទួលបានជីវិតទី2នេះខ្ញុំនឹងមិនផ្ដល់ជំនួយឡើយប្រសិនបើមិនទាន់ប្រកាសក្នុងចិត្តទាំងស្រុងពីភាពស្មោះត្រង់របស់នាងដូច្នេះខ្ញុំបានតបវិញថាខ្ញុំអាចផ្ដល់ស្បៀងឲ្យបានប៉ុន្តែអ្នកត្រូវដោះដូរអ្វីមួយមកវិញឃើញសារនោះជើខៀក៏យល់ព្រមភ្លាមក្នុងការធ្វើជាជំនួយការវិជ្ជសាស្ត្រឯកជនរបស់ខ្ញុំប្រសិនបើខ្ញុំនៅតែមិនយល់ព្រមនាងមានតែលះបង់អ្វីផ្សេងទៀតប៉ុណ្ណោះប៉ុន្តែខ្ញុំមិនបានយល់ព្រមតាមលក្ខខណ្ឌរបស់នាងទេប៉ុន្តែផ្ទុយទៅវិញខ្ញុំបាននិយាយថាខ្ញុំអាចផ្ដល់ថ្នាំនិងអាហារឲ្យអ្នកបានប៉ុន្តែអ្នកត្រូវធ្វើរឿងមួយជួយខ្ញុំអ្នកចិត្តខាងទាំងនោះចិត្តនឹងដួលរលំហើយពួកគេច្បាស់ជាធ្វើសកម្មភាពមិនខានខ្ញុំត្រូវការឲ្យអ្នកធ្វើជាអ្នកស៊ើបការឲ្យខ្ញុំដើម្បីដឹងពីផែនការសកម្មភាពរបស់ពួកគេដូច្នេះការសម្រេចចិត្តគឺស្ថិតនៅលើដៃរបស់អ្នកហើយអ្នកអាចជ្រើសរើសដើរតាមហ្វូងមនុស្សទាំងនោះឬអ្នកអាចជ្រើសរើសក្បត់ពួកគេហើយមករួមដៃជាមួយខ្ញុំឃើញសារនោះជើខៀក៏នៅស្ងៀមប្រសិនបើនាងជ្រើសរើសខ្ញុំនាងនឹងត្រូវប្រឈមមុខជាមួយអ្នកជិតខាងទាំងអស់នៅក្នុងអាគារជាមួយខ្ញុំប៉ុន្តែអ្វីដែលនាងមិនបានដឹងនោះគឺថាផ្ទះរបស់ខ្ញុំត្រូវបានប្រែក្លាយទៅជាបន្ទាយដែកតាំងពីយូរណាស់មកហើយទោះបីជាពួកគេយករថក្រោះមកក៏ដោយក៏ពួកគេមិនអាចវាយទម្លាយចូលបានដែរមូលហេតុដែលខ្ញុំធ្វើបែបនេះគឺគ្រាន់តែដើម្បីរកលេសសាកល្បងចិត្តនាងប៉ុណ្ណោះនៅពេលនោះបុរសពាក់វ៉ែនតាបានផ្ញើសារព្រមានចុងក្រោយមកឲ្យខ្ញុំសេងអ៊ីខ្ញុំសួរឯងម្ដងទៀតតើឯងនឹងប្រគល់ស្បៀងនៅក្នុងដៃរបស់ឯងមកឲ្យយើងឬក៏អត់ឃើញសារនោះស្នាមញញឹមដ៏ត្រជាក់មួយបានលេចឡើងនៅជ្រុងមាត់របស់ខ្ញុំម្នាក់នេះហាក់ដូចជាមើលងាយខ្ញុំពេកហើយខ្ញុំបានតបវិញយ៉ាងរីករាយថាទោះបីជាខ្ញុំយកអាហាររបស់ខ្ញុំទៅឲ្យជ្រូកស៊ីក៏ខ្ញុំមិនចែកឲ្យឯងសូម្បីតែបន្តិចដែររឿងនេះបានធ្វើឲ្យបុរសពាក់វ៉ែនតាខឹងយ៉ាងខ្លាំងរហូតដល់កកិតធ្មេញល្អណាស់សេងអ៊ីឯងនៅតែហ៊ាននិយាយខ្លាំងទៀតបើទោះជាសេចក្តីស្លាប់ជិតមកដល់ក៏ដោយនេះជាកំហុសរបស់ឯងខ្លួនឯងទេកុំនិយាយថាពួកយើងមិនបានផ្ដល់ឱកាសឲ្យឯងមិនយូរប៉ុន្មានក្រុមឆាតមួយត្រូវបានបង្កើតឡើងដើម្បីថ្កោលទោសខ្ញុំឈិនចង្ហៅបាននិយាយយ៉ាងម៉ឺងម៉ាត់នៅក្នុងនោះថាកុំបារម្ភអីអ្នកទាំងអស់គ្នាសម្រាប់ប្រតិបត្តិការកម្ចាត់សេងម្នាក់នេះខ្ញុំត្រូវការតែពាក់កណ្ដាលនៃស្បៀងប៉ុណ្ណោះបន្ទាប់ពីទទួលបានស្បៀងហើយខ្ញុំសន្យាថានឹងមិនធ្វើបាបនរណាម្នាក់ឡើយបុរសពាក់វ៉ែនតាក៏បានយល់ស្របដែរថាចូលយើងទុកគំនុំចាស់ចោលសិនទៅគោលដៅចម្បងរបស់យើងគឺកម្ចាត់សេងអ៊ីឲ្យបានក្នុងពេលនៅម្ខាងទៀតបន្ទាប់ពីការពិចារណាមួយរយៈជើខៀទីបំផុតបានយល់ព្រមតាមលក្ខខណ្ឌរបស់ខ្ញុំនាងដឹងច្បាស់ក្នុងចិត្តថានាងជាមនុស្សស្រីម្នាក់ឯងមិនអាចរស់បានយូរឡើយប្រសិនបើមិននៅក្បែរមនុស្សដែលមានអំណាចនៅក្នុងពិភពលោកដ៏វឹកវរបែបនេះមិនយូរប៉ុន្មានខ្ញុំទទួលបានការព្រមានពីជើខៀនិងក្រុមរបស់បុរសពាក់វ៉ែនតាបានសម្រេចចិត្តវាយលុកពេញទំហឹងនៅម៉ោង 2:30 យប់នេះចំពោះរឿងនេះខ្ញុំមិនមានការស្លន់ស្លោទាល់តែសោះប៉ុន្តែគ្រាន់តែចង់ដឹងថាតើក្រុមនេះនឹងបង្កបញ្ហាបែបណាខ្លះនៅពេលនោះជើខៀបានផ្ញើសារមួយទៀតមនុស្សទាំងនោះប្រែជាឈួតអស់ហើយតើអ្នកមិនរៀបចំផែនការអ្វីទេឬប៉ុន្តែខ្ញុំគ្រាន់តែសើចនឹងសាររបស់នាងខ្ញុំក្រឡេកមើលកំភ្លើងដែលដាក់នៅក្បែរខ្ញុំការភ័យខ្លាចទាំងអស់គឺកើតចេញពីកម្លាំងអាវុធមិនគ្រប់គ្រាន់ខ្ញុំបានតបវិញថាអ្នកមិនចាំបាច់បារម្ភពីរឿងទាំងអស់នេះទេចាំថាកុំដើរតាមពួកគេឲ្យសោះខ្ញុំព្រមានតែលើកនេះម្ដងគត់និយាយរួចខ្ញុំក៏កាន់កំភ្លើងនៅក្នុងដៃគ្រាន់តែអង្គុយមើលការសម្ដែងទៅបានហើយមិនយូរប៉ុន្មានវាដល់ម៉ោង 2:30 ទៀបភ្លឺក្រុមមនុស្សដែលមានប្រដាប់ដោយអាវុធបានដើរមកកាន់ផ្ទះរបស់ខ្ញុំយើងត្រូវតែសម្លាប់ម្នាក់ដែលគ្មានសិលធម៌និងចិត្តចង្អៀតសេងអ៊ីនោះឲ្យបានលើកនេះមិនយូរប៉ុន្មានច្រកផ្លូវនៅមាត់ទ្វារផ្ទះរបស់ខ្ញុំត្រូវបានឡោមព័ទ្ធដោយឈិន
ចឹងហៅនឹងក្រុមរបស់គេ សេអ៊ីចេញមកប្រសិនបើអ្នកមិនចង់ស្លាប់នេះគឺជាឱកាសចុងក្រោយរបស់អ្នកខ្ញុំបានឃើញទស្សនវិជ្ជានេះតាមរយៈកាមេរ៉ាសុវត្ថិភាពហើយទប់សំណើចមិនបានខ្ញុំមិនបានខ្វល់ពីការគួរសមជាមួយពួកគេឡើយខ្ញុំបានបើកឧបករណ៍អគ្គិសនីតង់ស្យុងខ្ពស់នៅពេលដែលយុវជន 2-3 នាក់ហៀបនឹងវាយទម្លាយទ្វារពួកគេត្រូវបានឆក់រហូតដល់ខ្លោចនិងមានផ្សែងខ្មៅហុយចេញមកឃើញទស្សនវិជ្ជានេះអ្នកផ្សេងទៀតមានការភ័យខ្លាចនិងស្រឡាំងកាំងហើយពួកគេចង់រត់គេចខ្លួនប៉ុន្តែគ្រាន់តែពួកគេងាកក្រោយពួកគេត្រូវបានរារាំងដោយឈិនចង្ហាវនិងក្រុមរបស់គេឈិនចង្ហាវបានភ្ជង់កំភ្លើងទៅកាន់ក្បាលរបស់មនុស្សម្នាក់ប្រសិនបើអ្នកហ៊ានដកថយត្រូវត្រៀមខ្លួនស្លាប់ទៅបន្តវីទ្វារទៅខ្ញុំមិនជឿថាអគ្គិសនីរបស់វាអាចប្រើបានពេញមួយឆ្នាំនោះទេបរិះពាក់វ៉ែនតាដែលជាអ្នករៀបចំផែនការក៏បានចូលមកលើកទឹកចិត្តពួកគេភ្លាមៗកុំខ្លាចអីអ្នកទាំងអស់គ្នាយើងត្រូវតែសងសឹកឲ្យសមាមិត្តដែលបានដួលស្លាប់ដរាបណាយើងរួមគ្នាវាយបំបែកទ្វារដែកនេះអ្វីដែលរងចាំយើងនៅខាងក្នុងគឺម៉ាស៊ីនកម្ដៅដ៏កក់ក្ដៅនិងអាហារមិនចេះរីងស្ងួតដោយសារការលើកទឹកចិត្តពីសម្ដីរបស់បរិះពាក់វ៉ែនតាអ្នកជិតខាងដែលដើមឡើយចង់ចាក់ចេញក៏ស្រាប់តែមានស្មារតីប្រយុទ្ធឡើងវិញពួកគេបានលើកដំបងឈើហើយបន្តវាយទ្វារផ្ទះរបស់ខ្ញុំយ៉ាងខ្លាំងដើម្បីតែអាហារមួយម៉ាត់អ្នកគ្រប់គ្នាបានបញ្ចេញកម្លាំងទាំងអស់ដោយស្ដាប់ទៅឮសូរតែសំឡេងវាយទ្វារផាំងៗពីខាងក្រៅខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ចាប់អារម្មណ៍ដែរដូច្នេះខ្ញុំក៏យកមីក្រូដ៏ធំមួយចេញពីឃ្លាំងសម្ងាត់របស់ខ្ញុំភ្លាមឃើញអ្នកទាំងអស់គ្នាខំប្រឹងបែបនេះទុកឲ្យខ្ញុំចាក់ភ្លេងឲ្យអ្នកស្ដាប់មួយបទចុះឬបទភ្លេងប្រយុទ្ធអ្នកជិតខាងហាក់ដូចជាត្រូវបានគេចាក់ថ្នាំបញ្ចុះបញ្ចូលឲ្យមានកម្លាំងវាយទ្វារកាន់តែខ្លាំងជាងមុនទៅទៀតទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការវាយយ៉ាងខ្លាំងអស់រយៈពេលកន្លះម៉ោងមនុស្ស 2-3 នាក់ក្នុងចំណោមពួកគេបានហត់នឿយហើយដួលទៅលើដីតើនេះជាទ្វារស្អីទៅយើងវាយវាអស់រយៈពេលយូរណាស់មកហើយប៉ុន្តែវាមានស្នាមសំបីតែមើលទៅយើងប្រហែលជាមិនអាចវាយវាឲ្យរបើកបានទេបើមិនចំណាយពេលរាប់ឆ្នាំនោះនៅពេលនោះបុរសពាក់វ៉ែនតាដែលធ្វើការនៅធនាគារបានឈានជើងមកមុខហើយបានកំណត់សម្គាល់ភ្លាមថាវាជាទ្វារកម្រិតឃ្លាំងប្រាក់របស់គេនិយាយថាទ្វារបែបនេះសំបីតែរត់ក្រោះក៏មិនអាចវាយទម្លាយបានដែរកុំថាឡើយឈើឬបែបនេះអ្នកផ្សេងទៀតមើលទៅហាក់ដូចជាមានការតក់ស្លុតបើអញ្ចឹងតើគ្មានវិធីណាបើកទ្វារដែកនេះបានទេមែនទេបុរសពាក់វ៉ែនតាបានដកដង្ហើមធំលើកលែងតែយើងអាចរកអ្នកជំនាញចាក់សោលំដាប់ពិភពលោកបានគ្មានឱកាសបើកវាបានទេប្រសិនបើគ្មានសោខណៈពេលដែលគេកំពុងពន្យល់ខ្ញុំបានដើរមកមាត់ទ្វារជាមួយនឹងស្នារបស់ខ្ញុំពូកែណាស់ខ្ញុំបានរអ៊ូហើយបន្ទាប់មកបាញ់ព្រួយមួយគ្រាប់ចេញទៅឃើញបុរសពាក់វ៉ែនតាត្រូវគ្រាប់ព្រួយអ្នកជិតខាងផ្សេងទៀតនៅក្នុងច្រកផ្លូវបានស្លន់ស្លោសេងអ៊ីពិតជាមានអាវុធមែនបុរសពាក់វ៉ែនតានិងឈិនចង្ហាវមិនបានប្រាប់ពួកយើងសោះអ្នកជិតខាងមួយចំនួនដែលរត់យឺតត្រូវបានព្រួយរបស់ខ្ញុំបាញ់ចំយ៉ាងលឿនក្រឡេកមើលអ្នកជិតខាងដែលដេករប៉ាត់រប៉ាយនៅលើឥដ្ឋខ្ញុំមិនមានអារម្មណ៍ខុសអ្វីឡើយប្រសិនបើពួកគេចង់បានជីវិតរបស់ខ្ញុំក៏មិនចាំបាច់ត្រូវគួរសមជាមួយពួកគេដែរគ្រាន់តែពេលនោះបុរសពាក់វ៉ែនតានឹកឃើញគំនិតមួយអ្នកគ្រប់គ្នាកុំស្លន់ស្លោខ្ញុំមានផែនការទ្វារដៃរបស់សេងអ៊ីប្រហែលជាក្រាស់ប៉ុន្តែជញ្ជាំងនៅតែធ្វើពីស៊ីម៉ង់ខ្ញុំមិនជឿថាពួកយើងមិនអាចវាយវាឲ្យបែកបានទេឬបែបនេះអ្នកជិតខាងហាក់ដូចជាយល់ពួកយើងមានមនុស្សច្រើនណាស់យើងប្រកាសជាអាចវាយបំបែកជញ្ជាំងរបស់វាបានក្នុងរយៈពេលមិនដល់កន្លះម៉ោងឡើយអ្នកជិតខាង 2-3 នាក់ក៏បានបញ្ចេញកម្លាំងហើយចាប់ផ្ដើមវាយជញ្ជាំងយ៉ាងខ្លាំងខណៈពេលដែលបុរសពាក់វ៉ែនតាបន្តលើកទឹកចិត្តពួកគេពិតមែនហើយក្នុងរយៈពេលដ៏ខ្លីស្នាមប្រេះចាប់ផ្ដើមលេចឡើងនៅលើជញ្ជាំងឃើញបែបនេះបុរសម៉ាត់ធំម្នាក់បានវាយជញ្ជាំងដោយកម្លាំងកាន់តែខ្លាំងប៉ុន្តែវិនាទីបន្ទាប់សំឡេងដែកប៉ះគ្នាបានបន្លឺឡើងការប៉ះទង្គិចនោះបានធ្វើឲ្យដៃរបស់បុរសនោះរឹងកំព្រឹសបុរសពាក់វ៉ែនតាប្រញាប់ចូលទៅមើលហើយឧទានថាចង្រៃយកជញ្ជាំងក៏ធ្វើពីបន្ទះដែកដែរឬបែបនេះបុរសមាត់ធំជាច្រើនអ្នកមើលទៅមានការតក់ស្លុតតើនរណាទៅដែលប្រើបន្ទះដែកសម្រាប់សាងសង់ជញ្ជាំងប៉ុន្តែពួកគេនៅតែមិនបោះបង់ពួកគេបានវាយផ្នែកផ្សេងៗនៃជញ្ជាំងដោយសង្ឃឹមថានឹងរកឃើញចំណុចខ្សោយមើលទស្សនវិជ្ជានេះខ្ញុំទប់សំណាចមិនបានខ្ញុំសុំទោសដែលត្រូវប្រាប់អ្នកថាជញ្ជាំងខាងក្រៅផ្ទះរបស់ខ្ញុំត្រូវបានពង្រឹងដោយដែកថែបដែលមានគុណភាពខ្ពស់កម្រាស់កន្លះម៉ែត្រកុំថាឡើយញញួររបស់ពួកឯងសូម្បីតែគ្រាប់កំភ្លើងធំក៏ខ្ញុំមិនខ្លាចដែរមិនយូរប៉ុន្មានអ្នកជិតខាងបានដឹងថាខ្ញុំច្បាស់ជាបានដឹងអំពីគ្រោះមហន្តរាយតាំងពីមុនមកម្លេះដែលជាមូលហេតុដែលខ្ញុំបានសាងសង់បន្ទាយដ៏រឹងមាំបែបនេះបុរសពាក់វ៉ែនតាកាន់តែខឹងនៅពេលគិតដល់រឿងនេះវាដឹងពីគ្រោះមហន្តរាយព្រិលតាំងពីដំបូងមកម្លេះមនុស្សចិត្តចង្អៀតនិងអាត្មានិយមម្នាក់នេះគិតតែពីខ្លួនឯងមិនខ្វល់ពីជីវិតអ្នកដទៃឡើយ
មនុស្សមួយចំនួនមិនអាចទ្រាំទ្រនឹងភាពអស់សង្ឃឹមនេះបានក៏ចាប់ផ្ដើមយំនៅនឹងកន្លែងនៅពេលនោះឈិនចង្ហាវបានឈានជើងចេញពីហ្វូងមនុស្សតើពួកឯងយំរកស្អីជញ្ជាំងរបស់វាធ្វើពីដែកប៉ុន្តែតើវាមានន័យថាពីដាននិងឥដ្ឋក៏ធ្វើពីដែកដែរមែនទេយើងនឹងបំបីគ្នាហើយចាប់ផ្ដើមវាយទម្លាយពីលើនិងក្រោមខ្ញុំមិនជឿថាសេងអ៊ីអាចសាងសង់ស្នូកអណ្ដើកបានរឹងមាំដល់ថ្នាក់នឹងទេឬបែបនេះអ្នកជិតខាងក៏មានកម្លាំងចិត្តឡើងវិញពួកគេបានឡើងទៅលើនិងចុះមកក្រោមផ្ទះរបស់ខ្ញុំវាយសម្រុកដោយកម្លាំងទាំងអស់របស់ពួកគេមើលទស្សនវិជ្ជានេះតាមរយៈកាមេរ៉ាសុវត្ថិភាពខ្ញុំបានលួចសើចឈិនចឹងហៅពិតជាមានខួរក្បាលខ្លះមែនប៉ុន្តែជាអកុសលវាមិនច្រើនប៉ុន្មានទេបន្ទាប់ពីវាយបានមួយសន្ទុះពួកគេក៏ធ្លាក់ក្នុងភាពអស់សង្ឃឹមម្ដងទៀតជាការពិតណាស់ខ្ញុំបានសាងសង់ផ្ទះរបស់ខ្ញុំឲ្យទៅជាស្នូកអណ្ដើកដៃថែបពង្រឹងប្រសិនបើគ្មានឧបករណ៍អគ្គិសនីទេពួកគេនឹងត្រូវវាយរាប់ឆ្នាំដោយមិនបានសម្រាកឬញ៉ាំអីទើបមានឱកាសវាយបំបីជញ្ជាំងដៃដ៏ល្អនេះបាននៅពេលគិតដល់រឿងនេះពោះរបស់អ្នកជិតខាងម្នាក់ដែលមិនបានញ៉ាំអ្វីសោះអស់រយៈពេល2ថ្ងៃហើយខំប្រឹងវាយជញ្ជាំងក៏ចាប់ផ្ដើមចុកចាប់គេចង់ញ៉ាំសាច់យ៉ាងខ្លាំងគិតដល់សាច់គំនិតមួយស្រាប់តែលេចឡើងក្នុងក្បាលរបស់គេក្រឡេកមើលអ្នកជិតខាងម្នាក់នៅក្បែរខ្លួនហើយពួកគេទាំងពីរនាក់សុទ្ធតែស្រក់ទឹកមាត់នៅពេលគិតដល់រឿងនោះបន្ទាប់ពីដឹងពីអ្វីដែលម្នាក់ទៀតកំពុងគិតពួកគេក៏ងាកក្បាលចេញដោយភាពអៀនខ្មាស់ចំណែកឯបុរសពាក់វ៉ែនតាវិញកំពុងតែអស់សង្ឃឹមតើយើងពិតជាត្រូវដេកចាំថ្ងៃស្លាប់ក្នុងគ្រោះមហន្តរាយនេះមែនទេអាសេងអ៊ីចិត្តខ្មៅណាស់ហេតុអីបានជាវាមិនលះបង់ខ្លួនឯងដើម្បីមនុស្សគ្រប់គ្នាបន្ទាប់មកបុរសពាក់វ៉ែនតាក៏នឹកឃើញគំនិតដ៏ល្អមួយទៀតខ្ញុំចាំបានថាសេងអ៊ីមានបង្អួចកញ្ចក់ធំៗនៅយ៉រផ្ទះកាលពីគេជួសជុលផ្ទះប្រហែលជាយើងអាចវាយចូលតាមទីនោះបានឬបែបនេះក្តីសង្ឃឹមរបស់អ្នកគ្រប់គ្នាក៏ឆេះឡើងវិញខ្ញុំមិនជឿថាសេងអ៊ីនឹងបិទបង្អួចរបស់គេដោយដៃនោះទេនិយាយរួចពួកគេក៏បានរួមគ្នាហើយចាប់ផ្ដើមដើរទៅកាន់យ៉រផ្ទះរបស់ខ្ញុំដោយប្រើក្តារឈើមិនយូរប៉ុន្មានពួកគេបានមកដល់ខាងក្រៅបង្អួចរបស់ខ្ញុំស្រែកជេរនិងគំរាមកំហែងថាសេងអ៊ីល្អបំផុតអ្នកគួរតែបើកទ្វារដោយខ្លួនឯងនៅពេលដែលពួកយើងវាយចូលទៅបានអ្នកនឹងត្រូវស្ដាយក្រោយឬបែបនេះខ្ញុំបានក្រេបកាហ្វេយ៉ាងស្ងប់ស្ងាត់ពួកឯងគិតថាខ្លួនឯងឆ្លាតណាស់មែនទេហើយនរណាដែលនិយាយថាកញ្ចក់ត្រូវតែខ្សោយជាងដែកនោះដោយការរំពឹងទុកបន្ទាប់ពីវាយបានមួយសន្ទុះពួកគេរកមិនឃើញស្នាមសូម្បីតែបន្តិចនៅលើបង្អួចកញ្ចក់ហើយបានត្រឹមតែបញ្ចេញកំហឹងដោយអស់សង្ឃឹមនៅខាងក្រៅជាការពិតណាស់ខ្ញុំមិនទុកឲ្យពួកគេរស់នៅស្រួលបែបនេះឡើយខ្ញុំដើរទៅផ្ទះបាយដោយអារម្មណ៍ស្រស់ស្រាយហើយរើសយកដបសាំងដុតដែលខ្ញុំបានធ្វើដោយខ្លួនឯងដោយសារតែវាត្រជាក់ខ្លាំងបែបនេះខ្ញុំនឹងជួយឲ្យពួកឯងកក់ក្ដៅបន្តិចចុះនិយាយរួចខ្ញុំបានដាក់ដបសាំងនោះចូលទៅក្នុងបង្អួចតូចមួយនៅក្នុងបន្ទប់វិនាទីបន្ទាប់រន្ធក់មួយបានលេចឡើងនៅលើពីដាននៃយ៉រនៅពេលដែលពួកគេដឹងខ្លួនថាវាជាដបសាំងវាក៏យឺតពេលទៅហើយមិនយូរប៉ុន្មានភ្លើងបានឆាបឆេះអ្នកជិតខាងម្នាក់ការឈឺចាប់យ៉ាងខ្លាំងពីការរលាកភ្លើងបានធ្វើឲ្យគេស្រែកយំយ៉ាងអាណយអាធមមិនយូរប៉ុន្មានគេលែងអាចទ្រាំទ្រនឹងការឈឺចាប់បានក៏បានលោតចុះពីលើយ៉រផ្ទះឃើញបែបនេះអ្នកជិតខាងជាច្រើនអ្នកទីបំផុតមានអារម្មណ៍ស្ដាយក្រោយពួកគេបានផ្អឹបខ្លួននឹងកញ្ចក់អង្វរសុំមេត្តានៅក្នុងជាតិមុនពួកឯងបានធ្វើបាបខ្ញុំហើយមិនដែលបង្ហាញការសោកស្ដាយសូម្បីតែបន្តិចដោយគ្មានជំរឿសពួកគេត្រូវត្រឡប់ទៅតាមផ្លូវដែលពួកគេមកវិញដោយសង្ឃឹមថាអ្នកដែលនៅពីក្រោយអាចជួយបានប៉ុន្តែពួកគេត្រូវបានរារាំងដោយបុរសពាក់វ៉ែនតានិងក្រុមរបស់គេចេញឲ្យឆ្ងាយទៅកុំយកភ្លើងមកជិតពួកយើងថែមទាំងវីមនុស្សដំបងដោយញញួរឈើរហូតដល់បុរសនោះស្រែកយំហើយធ្លាក់ពីលើអាគារខ្ពស់មិនយូរប៉ុន្មានអ្នកដែលគ្មានផ្លូវចេញត្រូវបានភ្លើងឆេះខ្លាយជាធ្យូងចំពោះទស្សនវិជ្ជានេះបុរសពាក់វ៉ែនតានិងក្រុមរបស់គេមិនបានបង្ហាញក្តីអាណិតសូម្បីតែបន្តិចផ្ទុយទៅវិញពួកគេបានប្រមូលផ្ដុំគ្នាដើម្បីកម្ដៅខ្លួននៅក្បែរភ្លើងដែលកំពុងឆេះនោះអ្នកជិតខាងដែលកំពុងដាច់ពោះនិងលែងមានភាពក្រអឺតក្រទមបានទម្លាក់អាវុធចុះឆ្លងកាត់យ៉រហើយត្រឡប់មកបង្អួចកញ្ចក់របស់ខ្ញុំវិញសេងអ៊ីពួកយើងខុសហើយពួកយើងគ្រាន់តែចង់បានអាហារមួយម៉ាត់ប៉ុណ្ណោះសូមជួយពួកយើងផងចាប់ពីពេលនេះតទៅពួកយើងនឹងធ្វើតាមអ្វីដែលឯងចង់បានទាំងអស់ស្ដាប់ការអង្វរពីខាងក្រៅបង្អួចខ្ញុំបានដកដង្ហើមធំកុំធ្វើបែបនេះអីវាមើលទៅមិនល្អសោះខ្ញុំមានចរិតចម្លែកនៅពេលដែលខ្ញុំមានអារម្មណ៍មិនល្អខ្ញុំចង់ញ៉ាំអាហារនិយាយរួចខ្ញុំក៏ចាប់ផ្ដើមញ៉ាំមីនៅក្នុងចានរបស់ខ្ញុំទស្សនវិជ្ជានេះបានធ្វើឲ្យអ្នកនៅខាងក្រៅស្រក់ទឹកមាត់ពេញដីប្រសិនបើយើងអាចបានញ៉ាំទឹកស៊ុបបន្តិចក៏ល្អដែរខ្ញុំដឹងថានៅក្នុងពិភពលោកដ៏វឹកវរបែបនេះចិត្តមនុស្សគឺមិនអាចស្មានដឹងឡើយប៉ុន្តែឥឡូវនេះខ្ញុំមានយុទ្ធសាស្ត្រដែលប្រសើរជាងនេះបន្ទាប់មកខ្ញុំបាននិយាយទៅកាន់អ្នកនៅខាងក្រៅថាជាការពិតណាស់ខ្ញុំសេងអ៊ីមិនមែនជាមនុស្សចិត្តខ្មៅដែលមិនជួយសង្គ្រោះមនុស្សឡើយ
ខ្ញុំនឹងផ្ដល់ឱកាសឲ្យពួកឯងយកក្បាលឈិនចង្ហាវមកឲ្យខ្ញុំនោះខ្ញុំនឹងឲ្យអ្នកហូបមីបែបនេះមួយសប្តាហ៍ពេញឲ្យញ៉ាំឆ្អែតរាល់ពេលតែម្ដងឬបែបនេះពួកគេទាំងអស់គ្នាក៏ក្រឡេកមើលទៅឈិនចង្ហាវនៅអាគារក្បែរនោះដោយក្តីរំភើបនៅពេលនោះនៅក្នុងភ្នែករបស់ពួកគេឈិនចង្ហាវមើលទៅដូចជាមាន់អាំងដ៏ឈ្ងុយឆ្ងាញ់ការកម្ចាត់គេបានមានន័យថាពួកគេមិនចាំបាច់បារម្ភពីរឿងអាហារនិងទឹកសម្រាប់រយៈពេលមួយសប្តាហ៍ឃើញក្រសែភ្នែកអាក្រក់របស់ពួកគេឈិនចង្ហាវក៏មានអារម្មណ៍ភ័យខ្លាចឡើងមកភ្លាមមុនពេលដែលគេអាចគិតអ្វីបានទៀតពួកគេក៏បានសម្រុកទៅរកគេទោះជាយ៉ាងណាក៏ដោយក្រោមការគំរាមកំហែងនៃកំភ្លើងរបស់ឈិនចង្ហាវពួកគេមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសឡើយនៅពេលនោះឈិនចង្ហាវក៏បានទទួលសារជូនដំណឹងដែលខ្ញុំបានផ្ញើទៅក្នុងក្រុមអ្នកជិតខាងដែលនិយាយថានរណាក៏ដោយដែលអាចសម្លាប់ឈិនចង្ហាវបាននឹងទទួលបានអាហារសម្រាប់រយៈពេលមួយសប្តាហ៍ឃើញសារនោះឈិនចង្ហាវក៏បានរត់គេចខ្លួនភ្លាមទីបំផុតគេបានយល់ថាហេតុអីបានជាគ្រប់គ្នាមើលមកគេដោយក្រសែភ្នែកគុំគួនបែបនេះនៅថ្ងៃបន្ទាប់នាព្រឹកព្រលឹមអ្នកជិតខាងជាច្រើនអ្នកបានរៀបចំការឆ្មក់វាយប្រហារសម្រាប់ឈិនចង្ហាវរួចជាស្រេចទោះបីជាឈិនចង្ហាវមានកំភ្លើងខ្លីក៏ដោយប៉ុន្តែក្របកំភ្លើងរបស់គេមានកំណត់លើសពីនេះផ្ទះសុវត្ថិភាពដែលមិនអាចទម្លាយបានរបស់ខ្ញុំគឺមិនមែនជារឿងដែលពួកគេអាចវាយបំបែកបានឡើយតាមរយៈការប៉ុនប៉ងកាលពីមុនពួកគេបានបាត់បង់មនុស្សពី40ទៅ50នាក់ទៅហើយជាជាងការដាច់ពោះស្លាប់មិនយូរមិនឆាប់វាប្រសើរជាងការស្វែងរកឱកាសនៅលើខ្លួនរបស់ឈិនចង្ហាវនៅពេលនោះឈិនចង្ហាវកំពុងស្ដីបន្ទោសកូនចៅពីរនាក់ឲ្យចេញទៅស៊ីព្រិលគេដឹងច្បាស់ណាស់ថានៅពេលនេះគេគឺជាកូនជៀមដ៏ធាត់នៅក្នុងភ្នែករបស់អ្នកជិតខាងទាំងអស់ទោះគេធ្វើអ្វីក៏ដោយគេត្រូវតែធ្វើឲ្យលឿនគ្រាន់តែពេលនោះអ្នកជិតខាងពីរនាក់ដែលបានបង្កប់ខ្លួនជាយូរមកហើយបានចាប់ផ្ដើមវាយប្រហារភ្លាមជាមួយនឹងកាំបិតផ្ទះបាយឃើញបែបនេះកូនចៅទាំងពីរនាក់មានការតក់ស្លុតជាខ្លាំងប្រយ័ត្នខាងក្រោយទោះជាយ៉ាងណាក៏ដោយវាយឺតពេលទៅហើយអ្នកជិតខាងពីរនាក់ដែលមានភ្នែកក្រហមញាំងកាន់កាំបិតផ្ទះបាយបានមកដល់ខាងក្រោយរបស់ពួកគេបាត់ទៅប៉ុន្តែពួកគេត្រូវបានឈិនចង្ហាវបាញ់ទម្លាក់នៅពេលនោះឈិនចង្ហាវដកដង្ហើមធំសំណាងល្អដែលគេឆ្លើយតបបានរហ័សបន្ទាប់មកឈិនចង្ហាវបានបញ្ជាឲ្យកូនចៅរបស់គេអូសសាកសពទាំងពីរត្រឡប់ទៅផ្ទះវិញដោយគ្រាន់តែបារម្ភថាមិនមានអ្វីហូបអាពីរនាក់នេះសុកចិត្តមកដល់មាត់ទ្វារតែម្ដងគ្រាន់តែពេលនោះកូនចៅម្នាក់បានឧទានថាឆាប់មើលខាងក្រោយបងវាប្រែជាឈិនចង្ហាវបានបាញ់សម្លាប់មនុស្សទាំងពីរនាក់ទាន់ពេលក៏ដោយប៉ុន្តែគេនៅតែត្រូវបានកាំបិតផ្ទះបាយកាប់ចំបន្សល់ទុកនៅរបួសយ៉ាងវែងបន្ទាប់មកឈិនចង្ហាវបានប្រាប់កូនចៅឲ្យជួយគេត្រឡប់ទៅបន្ទប់វិញខណៈពេលដែលគេបានខលទៅអញ្ជើញវិជ្ជបណ្ឌិតចៅឲ្យមកព្យាបាលរបួសរបស់គេមួយសន្ទុះក្រោយមកចៅខៀកាន់ប្រអប់ថ្នាំបានមកដល់ផ្ទះរបស់ឈិនចង្ហាវខ្ញុំត្រូវតែបញ្ជាក់ឲ្យច្បាស់ជាមុនខ្ញុំនឹងមិនជួយអ្នកដោយឥតគិតថ្លៃឡើយឬបែបនេះឈិនចង្ហាវបានញញឹមជាការពិតណាស់ខ្ញុំនឹងចែករំលែកអាហារខ្លះជាមួយអ្នកបន្ទាប់ពីនិយាយរួចគេបានឲ្យកូនចៅយកប្រអប់មួយដែលមានជើងមាន់មកទោះជាយ៉ាងណាក៏ដោយឃើញអាហារនោះចៅខៀមានអារម្មណ៍ចង់ក្អួតភ្លាមតាមធម្មជាតិនាងដឹងថាមានអ្វីនៅក្នុងអាងនោះនាងបានប្រកាសភ្លាមថានាងសុកចិត្តស្លាប់ជាងញ៉ាំរបស់បែបនោះឈិនចង្ហាវនៅម្ខាងទៀតបានញញឹមបែបព្រាននារីខ្ញុំមិនដាច់ចិត្តឲ្យអ្នកស្លាប់ឡើយគេដឹងថាវាមានសារៈសំខាន់ប៉ុណ្ណាដែលមានវិជ្ជបណ្ឌិតនៅក្បែរខ្លួនក្នុងពិភពលោកក្រោយគ្រោះមហន្តរាយបែបនេះបន្ទាប់ពីនិយាយរួចឈិនចង្ហាវបានលូកដៃទៅប៉ះថ្ពាល់របស់ចៅខៀខ្ញុំនឹងរក្សានាងទុកចុងក្រោយគេឃើញបែបនេះចៅខៀក៏បានទះដៃរបស់គេចេញហើយងាកក្រោយត្រឡប់ទៅវិញប៉ុន្តែត្រូវបានរារាំងដោយកូនចៅពីរនាក់នៅពីក្រោយនាងហេតុអីបានជាវិជ្ជបណ្ឌិតចៅប្រញាប់ចាក់ចេញបែបនេះអ្នកត្រូវតែនៅទីនេះរហូតដល់របួសរបស់ខ្ញុំជាសះស្បើយបន្ទាប់មកឈិនចង្ហាវបានចាប់ផ្ដើមពិភាក្សាផែនការជាមួយកូនចៅរបស់គេចាប់តាំងពីខ្ញុំបានប្រកាសផ្ដល់រង្វាន់មកឈិនចង្ហាវបានក្លាយជាកូនជៀមដ៏ធាត់ដែលគ្រប់គ្នាចង់ញ៉ាំឥឡូវនេះគេត្រូវតែកម្ចាត់ការគំរាមកំហែងដែលខ្ញុំបានបង្កឡើងឲ្យបានឆាប់ដូច្នេះឈិនចង្ហាវនិងមនុស្សរបស់គេបានសម្រេចចិត្តផ្លាស់ទៅនៅផ្ទះក្បែរផ្ទះរបស់ខ្ញុំហើយផ្លាស់វេនគ្នាឃ្លាំមើលដោយរងចាំឱកាសដែលខ្ញុំដើរចេញពីផ្ទះដើម្បីកម្ចាត់ខ្ញុំចៅខៀដែលបានឮការសន្ទនារបស់ពួកគេបានងើបឈរឡើងធ្វើជាទៅបន្ទប់ទឹកប៉ុន្តែតាមពិតទៅនាងកំពុងប្រាប់ខ្ញុំអំពីការសន្ទនារបស់ពួកគេតាមរយៈទូរស័ព្ទខ្ញុំបានប្រាប់នាងឲ្យនៅទីនោះហើយបន្តសង្កេតការណ៍មិនយូរប៉ុន្មានទ្វារផ្ទះរបស់បុរសពាក់វ៉ែនតាដែលនៅជាប់នឹងផ្ទះខ្ញុំត្រូវបានគេគោះហើយបន្ទាប់មកឈិនចង្ហាវនិងមនុស្សរបស់គេក៏បានដើរចូលទៅយ៉ាងរំភើបដោយដឹងថាពួកគេនឹងមករស់នៅទីនេះប្តីប្រពន្ធរបស់បុរសពាក់វ៉ែនតាមិនហ៊ាននិយាយអ្វីច្រើនឡើយសំណាងល្អ
ពួកគេបានលាក់ស្បៀងអាហារដែលនៅសេសសល់នៅលើខ្លួនរបស់ពួកគេរួចជាស្រេចមានបន្ទប់ទំនេរជាច្រើននៅក្នុងអគារនេះបន្ទប់ណាមួយក៏ស័ក្តិសមនឹងរស់នៅដែរគ្រាន់តែពេលនោះកូនចៅ2នាក់បានវាយទៅលើកញ្ចឹងករបស់ប្តីប្រពន្ធនោះពីក្រោយហើយក្នុងរយៈពេលដ៏ខ្លីប្តីប្រពន្ធនោះក៏បានដួលក្នុងថ្លុកឈាមឈិនចង្ហើដែលឈរនៅម្ខាងបានញញឹមយ៉ាងឃោរឃៅខ្ញុំធ្វើបែបនេះគឺដើម្បីល្អសម្រាប់ពួកគេទេអាកាសធាតុត្រជាក់បែបនេះពួកគេនឹងកកស្លាប់មិនយូរមិនឆាប់ឡើយប្រសិនបើពួកគេចេញទៅក្រៅលើពីនេះយើងត្រូវតែស្តុកទុកអាហារខ្លះមែនទេវិជ្ជបណ្ឌិតជើនៅពេលនោះនៅក្នុងផ្ទះរបស់វ៉ាងមីនបុរសពាក់វ៉ែនតាទាំង3នាក់បានដេកនៅលើសាឡុងស្រែកធ្ងោមិនឈប់ឈរចាប់តាំងពីការវាយប្រហារមិនបានសម្រេចលើផ្ទះរបស់ខ្ញុំលើកចុងក្រោយផែនការបង្ខំយកថ្នាំរបស់ពួកគេក៏បានបរាជ័យដែរឥឡូវនេះដោយគ្មានការព្យាបាលពីថ្នាំផ្សះនិងថ្នាំដទៃទៀតមុខរបួសរបស់ពួកគេចាប់ផ្ដើមคล้ายជាដំបៅស្អុយក្លិនដ៏អាក្រក់បានភាយពេញសាលផ្ទះឃើញបែបនេះបុរសពាក់វ៉ែនតាមានការតក់ស្លុតជាខ្លាំងគេទើបតែរៀនចប់ហើយកំពុងរកការងារធ្វើគេមិនចង់ស្លាប់លឿនបែបនេះឡើយរបួសរបស់ជើផឹងនិងអ្នកផ្សេងទៀតក៏ស្ថិតក្នុងស្ថានភាពដូចគ្នាប្រសិនបើវាគ្រាន់តែជារបួសឆ្កូតធម្មតាវាមិនអីទេឡើយប៉ុន្តែជាអកុសលពួកគេត្រូវបានរបួសដោយសារព្រួញច្រេះរបស់ខ្ញុំប្រសិនបើគ្មានការប្រើប្រាស់ថ្នាំផ្សះទេរបួសរបស់ពួកគេនឹងកាន់តែអាក្រក់ទៅនៅពេលនោះជើផឹងបានរត់ទៅរកវ៉ាងមីនតើអ្នកអាចជួយអង្វរសេងអ៊ីឲ្យពួកយើងម្ដងទៀតបានទេបើមិនអញ្ចឹងទេពួកយើងនឹងស្លាប់ទាំងអស់គ្នាហើយប៉ុន្តែវ៉ាងមីនបានគ្រវីដៃរបស់នាងខ្ញុំអស់វិធីហើយសេងអ៊ីមិនមែនជាមនុស្សដែលងាយនឹងបញ្ចុះបញ្ចូលបានឡើយនៅម្ខាងទៀតបន្ទាប់ពីការប្រកាសផ្ដល់រង្វាន់លើក្បាលឈិនចង្ហើគេចាប់ផ្ដើមមានអារម្មណ៍មិនសំណុកក្នុងចិត្តឡើយគេថែមទាំងខ្លាចថាគេនឹងត្រូវកូនចៅឆ្មក់វាយប្រហារនៅពាក់កណ្ដាលអធ្រាត្រទៀតផងដូច្នេះគេបានប្រើសាច់និងកំភ្លើងខ្លីដើម្បីបង្ខំអ្នកជិតខាងមួយចំនួនឲ្យចូលរួមក្នុងក្រុមរបស់គេឮថាមានអាហារមនុស្សជាច្រើនបានសុខចិត្តចូលរួមឃើញទស្សនវិជ្ជានេះតាមរយៈកាមេរ៉ាសុវត្ថិភាពខ្ញុំទប់សំណាចមិនបានទោះបីជាឯងមានមនុស្សច្រើននៅក្នុងក្រុមរបស់ឯងក៏ដោយឈិនចង្ហើតើឯងគិតថាពួកគេនឹងធ្វើអ្វីនៅពេលដែលគ្មានអាហារសល់នោះបន្ទាប់មកខ្ញុំបានលើកទូរស័ព្ទដើម្បី call ទៅជើខៀដោយសួរនាងអំពីស្ថានភាពនៅខាងនោះខ្ញុំបានឮតែសំឡេងជើខៀឆ្លើយតបយ៉ាងញាប់ញ័រថាក្រុមរបស់ឈិនចង្ហើឈួតអស់ហើយស្បៀងអាហារដែលមានស្រាប់ត្រូវបានញ៉ាំអស់ហើយពួកគេកំពុងរៀបចំចាប់ផ្ដើមប្លន់តាមផ្ទះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះអ្នកជិតខាងជាច្រើនបានក្លាយជាអាហាររបស់ពួកគេបាត់ទៅហើយបន្ទាប់មកនាងបានអង្វរថាតើលោកអាចជួយសង្គ្រោះខ្ញុំបានទេខ្ញុំមិនបានញ៉ាំអ្វីសោះអស់រយៈពេល2ថ្ងៃហើយខ្ញុំមិនអាចទ្រាំបានយូរទៀតទេប្រសិនបើនៅតែបែបនេះ